Okay សួស្តីអ្នកគ្នាចឹងនៅក្នុងថ្ងៃនេះយើងធ្វើការសិក្សាមេរៀនបន្តទាក់ទងជាមួយនឹង list tag ដែលពេញនិយមប្រើនៅក្នុង VS Code ភាគ1តែនៅក្នុងថ្ងៃនេះយើងធ្វើការសិក្សាlist tag មួយចំនួនភាគ1សិនណាអូខេអញ្ចឹងកុំឲ្យខាតពេលយូរតោះទាក់ទងជាមួយនឹង list tag ថាតើ list tag នៅក្នុង HTML ដែលគេប្រើហ្នឹងតើមានអីខ្លះអញ្ចឹងយើងនឹងធ្វើការសិក្សាទាំងអស់គ្នានៅក្នុងថ្ងៃនេះអូខេអញ្ចឹងអ្វីដែលយើងធ្វើការសិក្សាដំបូងទាក់ទងជាមួយនឹង list tag គឺមានឈ្មោះថា UL tag តើវាមានន័យដូចម្ដេចអញ្ចឹងខ្ញុំនឹងធ្វើការឲ្យអ្នកគ្នាអាចមើលបានអញ្ចឹងយើងអាចមើលបាននៅក្នុងនេះគេថា and you know the HTML list គឺមានគេបានប្រាប់ថា and the list service the URL tag actually list item service the URL tag the list item will be marked visible as small black circle by default គឺមានថានេះវាមានលក្ខណៈបែបចឹងណាអញ្ចឹង list ហ្នឹងតើគេអាចសរសេរវាមានលក្ខណៈបែបម៉េចអូខេតើយើងនឹងសរសេរបែបម៉េចឧទាហរណ៍ថាខ្ញុំអាច copy យកកន្លែងនេះក៏បានបាទយើងអាចទៅការ copy ក៏បានឬក៏យើងអាចសរសេរបានអូខេអញ្ចឹងឧទាហរណ៍ថាយើងចង់សរសេរទៅលើអ្វីហ្នឹងក៏បានយើងអាចគ្រាន់តែសរសេរពាក្យថា URL ឬក៏អ្នកគ្នាគ្រាន់តែសរសេរសញ្ញាបែបនេះអាយ៉ាវាចូលមកណាអ្នកគ្នាគ្រាន់តែសរសេរបែបនេះក៏វាចេញមកដែរអូខេអញ្ចឹងនៅកន្លែងនេះយើងសរសេរអញ្ចឹងហើយតោះមកអ្នកគ្នាធ្វើការសរសេរអញ្ចឹងនៅក្នុងហ្នឹងគឺមុនហ្នឹងយើងមាន li មួយទៀតហើយយើងសរសេរមកអញ្ចឹងសម្រាប់ li ហ្នឹងយើងចង់សរសេរវាជាមួយគេឧទាហរណ៍ថាខ្ញុំវាយ apple អូខេអញ្ចឹងខ្ញុំអាចធ្វើការ copy បែបនេះក៏បានអូខេហើយខ្ញុំមកស្ដាប់មួយទៀតចាំឲ្យស្ដាប់មួយថាវាចេញនេះត្រូវវាចេញឲ្យយើងហើយនៅកន្លែង URL នេះយើងអាចសរសេរឈ្មោះថា this is a list ក៏បានដែរណាខ្ញុំធ្វើការវាចេញមកហើយវាចេញមកដល់អត់អូខេគឺវាចេញមកហើយចេញមកអូខេអញ្ចឹងយើងនៅក្នុងនេះថ្ងៃហ្នឹងគឺវាមានតែប៉ុណ្្នឹងហើយយើងនឹងសិក្សាសារដល់អ្នកគ្នាដើម្បីបន្ត